យន្តហោះទាំងនេះអាចហោះលឿនជាងសំឡេងហើយបំផ្លាញគោលដៅក្នុងពេលប៉ុន្មានវិនាទីតើមួយណាខ្លាំងជាងគេសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងប្រចាំថ្ងៃរបស់ Admin ហើយថ្ងៃនេះផងដែរ Admin នឹងលើកយកចំណេះដឹងខ្លីៗមកជម្រាបជូនដូចតទៅនៅក្នុងវីដេអូនេះយើងនឹងមកដឹងអំពីប្រភេទយន្តហោះចម្បាំងដែលខ្លាំងបំផុតនៅលើពិភពលោកដោយ Admin នឹងយកជាចំណាត់ថ្នាក់ Top 10 មកជម្រាបជូនដូចជានេះយើងនឹងមើលពីលេខ10ដល់លេខ6លេខ10 Dassault Rafale ជាយន្តហោះបារាំងដែលអាចប្រើបានក្នុងបេសកកម្មគ្រប់ប្រភេទលឿននិងបត់បែនល្អលេខ9 Eurofighter Typhoon មានល្បឿនលឿននិងអាចប្រយុទ្ធនៅលើអាកាសបានល្អវាជាអាវុធសំខាន់របស់អឺរ៉ុបលេខ8 F-15EX Eagle II F-15EX អាចដាក់អាវុធបានច្រើននិងមានកម្លាំងខ្លាំងវាជាយន្តហោះដែលមានភាពទុកចិត្តខ្ពស់លេខ7 SU-35 មានភាពបត់បែនខ្លាំងនិងអាចប្រយុទ្ធបានល្អនៅចម្ងាយជិតវាជាយន្តហោះដែលគួរឲ្យភ័យលេខ6 J-16 ជាយន្តហោះចិនដែលមានបច្ចេកវិទ្យាទំនើបវាអាចវាយប្រហារបានទាំងអាកាសនិងដីនេះគ្រាន់តែ Top 10 ដល់ 6 ប៉ុណ្ណោះភាគបន្ទាប់នឹងបង្ហាញ Top 5 ដែលខ្លាំងជាងនេះបន្តទៀតសម្រាប់វីដេអូនេះមានតែប៉ុណ្ណឹងសូមអរគុណ